ហេតុអ្វីបានជានៅបាត់ដំបងមានឈ្មោះភ្នំសំពៅតើវាគ្រាន់តែជាភ្នំធម្មតាឬជាបណ្ដាសារបស់សត្វសាហាវមុនអាគមដែលបន្សល់ទុកកាលពី 2000 ឆ្នាំមុនថ្ងៃនេះព្រេងនិទានខ្មែរ Mystics នឹងបើកកកាយមហាប្រយុទ្ធរវាងមុនអាគមក្រវីស័កនិងក្រពើអាធន់ដែលបងប្អូនមិនដែលដឹងសូមជូនរឿងភ្នំសំពៅកាលដើមឡើយនៅតំបន់ជុំបិនភ្នំសំពៅសពថៃគឺជាផ្ទៃសមុទ្រដ៏ធំធេងនៅមាត់ច្រាំងនៃសមុទ្រនោះមានសេដ្ឋីម្នាក់មានបុត្រីដ៏ស្រស់សោភាម្នាក់ឈ្មោះថានាងរំសាយសក់នាងមិនត្រឹមតែមានភក្ត្រាស្រស់បំព្រងដោយព្រះច័ន្ទពេញបូរមីប៉ុណ្ណោះទេប៉ុន្តែនាងថែមទាំងមានមន្តអាគមដ៏ស័ក្តិសិទ្ធិជាប់នឹងសក់ក្បាលបាននាងយកដៃច្បូតសក់ហើយគ្រវីទៅក្នុងអាកាសនោះទឹកសមុទ្រដ៏ជ្រៅនឹងរៀងស្ងួតคล้ายជាដីគោកភ្លាមបារមីដ៏អស្ចារ្យនេះបានធ្វើឲ្យនាងคล้ายជាតួអង្គដ៏អាចកំបាំងនិងជាទីប្រាថ្នារបស់កំឡោះគ្រប់ទីដំណឹងពីសម្រស់និងបារមីរបស់នាងបានល្បីរន្ទឺទៅដល់ត្រចៀករបស់ចៅបញ្ញារីចកុលដែលជាបុត្រស្ទឹកត្រាញ់នៅដែនដីមួយដ៏ឆ្ងាយដោយក្តីប្រតិព័ទ្ធខ្លាំងពេកលោកក៏បានចាត់ចែងញាក់ផ្លូវញាក់ស្រុកឲ្យនាំចំនួនមាសប្រាក់សម្លៀកបំពាក់និងគ្រឿងអលង្ការដ៏មានតម្លៃជិះសំពៅដ៏ធំមួយកាត់វេសមុទ្រមករកគ្រួសារសេដ្ឋីដើម្បីស្ដីដណ្ដឹងនាងរំសាយសក់ធ្វើជាភរិយាការស្ដីដណ្ដឹងបានសម្រេចឯថ្ងៃមង្គលការក៏ត្រូវបានកំណត់ប៉ុន្តែសុភមង្គលមិនទាន់នឹងមកដល់ផងគ្រក់កាតក៏បានមកដល់នៅក្រោមបាតសមុទ្រនោះមានក្រពើអាធុនជាសត្វសាហាវដែលធ្លាប់ចាំងបារមីនាងរំសាយសក់កាលពីអតីតកាលវាតែងតែតាមជាបាតនិងមានចិត្តច្រណែននឹងនាងជានិច្ចចៅភ្នារីកកបលអូនៅថ្ងៃដែលចៅបញ្ញារាជកុលដឹកក្បួនសំពៅហើយចំនួនចូលមកមាត់ច្រាំងក្រពើអាធួនក៏បានចេញមកបង្កព្យុះភ្លៀងបោកបក់យ៉ាងខ្លាំងក្លាវាបានហាមាត់យ៉ាងធំបំរុងលេបត្របាក់សំពៅទាំងមូលដើម្បីបំផ្លាញពិធីមង្គលការនិងសម្លាប់គូស្នេហ៍របស់នាងរំសាយសក់ឃើញសំពៅគូស្នេហ៍កំពុងស្ថិតក្នុងគ្រោះថ្នាក់មរណៈនាងរំសាយសក់មិនបង្ងងយូរឡើយនាងបានរត់មកមាត់ច្រាំងស្រាយចំណងសក់ដែលវែងអន្លាយដល់ដីហើយចាប់ដើមក្រវីសក់យ៉ាងសន្ធាប់រំពេចនោះផ្ទៃមេឃប្រែជាភ្លឺច្បាស់ឯទឹកសមុទ្រដែលកំពុងបោកបក់ក៏ចាប់ដើមរៀងហួតហែងមួយរំពេចក្រពើអាធួនដែលកំពុងតាហែលយ៉ាងលឿនក៏ត្រូវជាប់កាំងលើដីខ្សាច់រើខ្លួនលែងរួចដោយសារខ្វះទឹកនិងអំងាចមន្តអាគមរបស់នាងរំសាយសក់ខ្លាំងពេកវាក៏ដាច់ខ្យល់ងាប់คล้ายជាភ្នំក្រពើដែលបងប្អូនឃើញមានលក្ខណៈដោយក្រពើដីទ្រនាមរហូតមកដល់សព្វថ្ងៃទោះបីជាក្រពើត្រូវបានកំចាត់ប៉ុន្តែដោយសារអំណាចក្រវីសក់ធ្វើឲ្យទឹកស្រកលឿនហួសពេកសំពើរបស់ចៅពញារាជគុលក៏ត្រូវកក់ស្ទះជាប់នឹងដីមិនអាចធ្វើដំណើរទៅដល់មាត់ច្រាំងបានឡើយសំពើនោះក៏คล้ายជាភ្នំសំពៅរីឯគ្រឿងចំនួនផ្សេងក៏បានคล้ายជាភ្នំតូចធំដូចជាភ្នំក្តោងជាក្តោងសំពៅដែលបាក់ធ្លាក់ភ្នំទ្រង់មាន់ភ្នំទ្រង់ទាជាទ្រង់សត្វដែលនាំមកតាមក្បួនចំនួនភ្នំកងវ៉ាជាកន្លែងដែលចៅពញារាជគុលសោកស្ដាយរហូតដល់ស្លាប់คล้ายជាភ្នំបងប្អូនជាទីគោរពរឿងព្រេងភ្នំសំពៅមិនត្រឹមតែប្រាប់យើងពីដើមកំណើតនៃភូមិសាស្ត្រប៉ុណ្ណោះទេប៉ុន្តែវាបានបង្ហាញពីអំណាចនៃក្តីស្នេហាដ៏ស្មោះត្រង់និងការការពារគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្នសពថ្ងៃភ្នំសំពៅបានคล้ายជាតំបន់ទេសចរដ៏ល្បីល្បាញដែលមានទាំងលអាងភ្នំនិងហ្វូងប្រជារាប់លានក្បាលហើយចេញនៅពីល្ងាចបង្កើតបានជាទិដ្ឋភាពអាចកំបាំងស្រាប់តាមឈ្មោះ Channel របស់យើងសូមអរគុណបងប្អូនដែលបានតាមដានទស្សនាតាំងពីដើមរហូតដល់ចប់ប្រសិនបើបងប្អូនពេញចិត្តកុំភ្លេចចុច like និង subscribe ដើម្បីជាកម្លាំងចិត្តឲ្យក្រុមការងារយើងផលិតវីដេអូថ្មីៗទៀតតើបងប្អូនចង់ស្ដាប់រឿងព្រេងនៅខេត្តណាទៀតដែរឬទេសូម comment ប្រាប់យើងនៅខាងក្រោមជួបគ្នានៅវីដេអូក្រោយ